បើខ្ញុំអត់ត្រៀមទេខ្ញុំទទួលស្គាល់ខ្ញុំខ្លាចដែរប៉ុន្តែបើយើងគិតមុំមួយទៀតណាបើយើងគិតថាខ្លាចបាទតែនៅពេលយើងត្រៀមហ្នឹងយើងមានអារម្មណ៍មួយថាពេលវេលារបស់យើងនៅមានគេហៅមានតម្លៃចាអារម្មណ៍យើងមួយគេថានៅពេលថាអូមុននឹងក្រោយយើងនឹងទៅចឹងពេលវេលាហេតុអីយើងមិនចាយពេលវេលាដែលនៅសល់ហ្នឹងឲ្យមានតម្លៃចាំបាច់យើងខ្ជិះខ្ជិលពេលវេលាហ្នឹងធ្វើអីនេះតសុំមតិតិសិនទេអានេះក៏អារម្មណ៍អានេះគាត់ថាយោបល់ខ្ញុំមែនចាតែបើខ្ញុំវិញខ្ញុំគិតថាចេះពេលធ្វើវាទុកទៅមានអារម្មណ៍ថាពេលយើងឧទាហរណ៍យើងជិះឡានកាត់ឬក៏យើងកាត់អញនៅឡើយនេះខ្លាចយើងខ្លាចចឹងបានថាអារម្មណ៍ខ្លាចបាទតែមានគិតថាប៉ះពាល់អត់សម្រាប់ខ្ញុំអត់ច្បាស់ហ្នឹងតែតែយើងខ្លាចយើងមានអារម្មណ៍ថាស្រួលទេបែបអញ្ចឹងអារម្មណ៍ខ្ញុំនិយាយតាមការពិតហ្នឹងបាទចាការពិតបើពាក់ព័ន្ធរឿងនេះអ្នកខ្លះក៏ជឿតគ្នាតែពេលខ្លះជួនកាលអាការជឿហ្នឹងគឺជឿដោយលក្ខណៈចៃដន្យនេះចារឿងហ្នឹងដែលកើតឡើងគឺកើតឡើងដោយរឿងចៃដន្យនេះចាឧទាហរណ៍ជាក់ស្ដែងដូចជាការធ្វើចេតិយទុកអញ្ចឹងខ្លះក៏ថាអូធ្វើចេតិយទុកគឺទាញធ្វើឲ្យគាត់នឹងឆាប់ស្លាប់ឆាប់ទៅនៅហ្នឹងឆាប់ស្លាប់បាទប៉ុន្តែចំណុចនេះសម្រាប់ខ្ញុំអត់ជឿថាអញ្ចឹងទេខ្ញុំអត់គិតថាអញ្ចឹងទេពួកអីដែលស្អីប៉ុន្តែក្នុងអំពីគេអត់បានគិតបែបហ្នឹងផងអត់មានបែបហ្នឹងផងពួកការដែលរៀបចំទុកដូចយើងសង់ផ្ទះទុកចឹងយើងសង់ផ្ទះទុកថាពេលណាយើងចង់នៅពេលណាយើងចង់នៅចឹងនេះគ្រូយើងចង់បើទៅផ្ទះទុកខ្ញុំទៅថាយើងចង់ថយលុយយកហងៃខ្ញុំចឹងមានតែពីកន្លែងទៅអត់ចឹងបើចង់អត់នៅកន្លែងនេះមិនអាចស្រាប់ទេចង់អត់ស្រាប់ទៅនេះចឹងដល់ពេលនេះចាត់ដីនៅក្រោមចំណុចមួយនេះខ្ញុំមានសំណួរមួយមុននឹងខ្ញុំឆ្លើយអធិប្បាយទាំងអស់បាទខ្ញុំឧទាហរណ៍ចុះសម្រាប់អ្នកដែលអត់បានដឹងពីប៉ាជីវិតខ្លួនឯងអត់មានថ្ងៃខែឆ្នាំកណាត់គាត់នឹងមិនដឹងថាពេលណាគាត់ស្លាប់នៅឆ្នាំណាដែលគាត់ទៅវិញទេត្រូវទេបាទត្រូវចាអញ្ចឹងឧទាហរណ៍ជាក់ស្ដែងចុះបើករណីសុកគាត់ទៅបាត់ទៀតដែលគាត់អត់បានត្រៀមអីទាំងអស់ស្អីក៏អត់មានដែរចេតិយក៏អត់មានម៉ងក៏អត់មានដីធ្វើចេតិយក៏អត់មានដីធ្វើម៉ងក៏អត់មានអញ្ចឹងបើជាបានតែអស់នេះក៏អត់បានជួយអីដល់កូនចៅទេតែដល់កូនរបស់គាត់រៀនស្អីអត់សូវល្អទៀតចុះបើសិនជាគាត់ឧទាហរណ៍គាត់ស្លាប់ទៅគាត់រៀបម៉ងដូនតាឬចេតិយរបស់គាត់នឹងទៅជួយកូនមិនល្អចាដល់ពេលបូជាគឺចប់មានអីជួយកូនទៀតអស់ហើយចង់ធ្វើម៉ងអត់មានប៉ុណ្ណឹងចង់ធ្វើចេតិយអត់មានប៉ុណ្ណឹងចាចឹងសម្រាប់នេះអត់ដឹងថ្ងៃខែឆ្នាំកណាត់ភាគច្រើនគឺទៅដោយមិនដឹងខ្លួនជួនកាលថ្ងៃហ្នឹងជួបគ្នាថ្ងៃស្អែកទៅបាត់ពេលខ្លះឃើញគឺអ្នកដែលថាអូយស្លាប់ចិត្តខ្លាំងណាស់ពួកទៅជួបគ្នាទៅបានម្សងបាញ់សោះថ្ងៃហ្នឹងអត់ជឿក្នុងចិត្តទេ